ជាង100 កែវកាហ្វេមើលទៅវាពេញនិយមឥឡូវកាហ្វេតាមផ្លូវនេះគឺតម្លៃសមរម្យបាននិយាយបានថាគ្រប់គ្នាគឺអាចញ៉ាំបានកាហ្វេគឺជាដំណាំមួយប្រភេទដែលបានក្លាយខ្លួនជាភេសជ្ជៈដ៏ពេញនិយមស្ទើរគ្រប់តំបន់និងសម្រាប់មនុស្សស្ទើរគ្រប់វ័យនាពេលបច្ចុប្បន្ននេះជាក់ស្ដែងបើយើងក្រឡេកមកមើលពីវិស័យអាជីវកម្មកាហ្វេនៅកម្ពុជាវិញនោះឃើញថាប៉ុន្មានឆ្នាំចុងក្រោយមកនេះមានការកើនឡើងជាបន្តបន្ទាប់ដើម្បីបំពេញតម្រូវការរបស់អ្នកទទួលទានទន្ទឹមនឹងនេះឃើញថាការបើកកូនតូបកាហ្វេតូចៗនៅតាមដងផ្លូវក៏ហាក់មានការដុះដាលស្ទើរគ្រប់ទិសទីក៏ដោយហេតុថាការចាប់ផ្ដើមអាជីវកម្មខ្នាតតូចបែបនេះមានការចំណាយទុនតិចជាងការបើកហាងធំៗនិងមិនសូវរងហានិភ័យខ្ពស់ម្យ៉ាងទៀតនាពេលបច្ចុប្បន្ននេះអ្នកទទួលទានមួយចំនួនធំក៏ចាប់ផ្ដើមងាកមកគាំទ្រទិញកាហ្វេនៅតាមដងផ្លូវដូចគ្នាក៏ព្រោះតែបានជួយសន្សំទាំងពេលវេលានិងសន្សំទាំងថវិកាណាមួយកាហ្វេតាមដងផ្លូវឥឡូវនេះរសជាតិព្រមទាំងអនាម័យមិនចាញ់ហាងធំប៉ុន្មាននោះឡើយកាហ្វេមើលទៅវាពេញនិយមឥឡូវបាទមិនថាយុវវ័យមិនថាមនុស្សចាស់ក៏ពេញនិយមរងថ្ងៃនេះលក់ដាច់គឺអាយឡាតេកាហ្វេទឹកដោះគោហើយនឹងកាហ្វេខ្មៅអ្នកខ្លះគាត់ញ៉ាំកាហ្វេហ្មងអត់ដាក់ស្ករហ្មងបើអ្នកគាត់ចូលចិត្តកាហ្វេបែបកាហ្វេម៉ាស៊ីនហ្មងកាហ្វេសុទ្ធហ្មងគឺគាត់ញ៉ាំអត់ដាក់ស្ករឯងបាទនិយាយទៅទៀមកាហ្វេទៀមទាឲ្យច្បាស់បន្តិចតែបើអត់ច្បាស់ទេពិបាកអញ្ចឹងបើថាស្រឡាញ់ហើយសិក្សាស្វែងយល់ឲ្យច្បាស់ចាំចាប់ផ្ដើមអ្នកដែលធ្វើកាហ្វេបានគាត់ដឹងថាក្នុងកាហ្វេមួយមានភាពស្មុគស្មាញច្រើនហ្មងយើងទីមួយយើងត្រូវចេះញ៉ាំកាហ្វេយើងស្គាល់ញ៉ាំកាហ្វេហើយយើងយករសជាតិកាហ្វេកម្រិតណាអញ្ចឹងយើងភ្លក់រសជាតិកាហ្វេបានដឹងបើយើងអត់សូវចេះកាហ្វេផងហើយយើងទៅកាហ្វេមួយដែលឆ្ងាញ់វាពិបាកដែរហើយបើយើងចេះថាចាក់ទឹកយកលុយធ្វើអត់ត្រូវពិបាកបើខ្ញុំគិតយើងប្រៀបធៀបជាមួយនឹងកាហ្វេហាងខ្ញុំគិតថាកាហ្វេតាមផ្លូវនេះគឺតម្លៃសមរម្យបាននិយាយបានថាគ្រប់គ្នាគឺអាចញ៉ាំបានអត់សូវខុសគ្នាហ្មងទេព្រោះដោយសារយើងអត់ផ្ដោតលើរសជាតិទេបើរសជាតិកាហ្វេហាងហើយនិងកាហ្វេតាមផ្លូវស្តៀងគ្នាអញ្ចឹងបើខុសគ្នាអាចនឹងខុសគ្នារឿងតម្លៃហើយរំភើបខ្លាំងបំផុតហ្នឹងពេលដែលមួយគាត់មកទិញម្ដងហើយគាត់មកទៀតហើយគាត់ទៅសារថាឆ្ងាញ់អីចឹងណាវាអត់ឆ្ងាញ់ជាងគេប៉ុន្តែអាចគាត់ទទួលយកបានគាត់មករកយើងទៀតចឹងណាមកដល់ឥឡូវកើនឡើងច្រើនដែរព្រោះថ្ងៃខ្លះយើងអត់នឹកស្មានដល់ថាលក់អស់អាវ៉ាន់លក់អីចឹងអាចឥឡូវហ្នឹងបើម្សិលមិញហ្មងបានច្រើនជាង100 កែវមានយកឃើញថាកាហ្វេតាមដងផ្លូវមានតម្លៃសមរម្យនៅក្នុងវ័យដែលបងប្អូនគាត់អត់ទាន់មានប្រាក់ចំណូលដូចជាខ្ញុំអញ្ចឹងគឺអាចជួយសេវខ្ញុំបានមួយចំនួនទៀតព្រោះទោះបីជាខ្ញុំមានការងារមែនប៉ុន្តែខ្ញុំនៅតែញ៉ាំកាហ្វេតាមដងផ្លូវគឺកាត់បន្ថយការចំណាយហើយចំពោះបងប្អូនគាត់អត់ទាន់មានប្រាក់ចំណូលគឺគាត់អាចញ៉ាំកាហ្វេតាមដងផ្លូវបានដោយសារថាពីមុនអត់សូវមានអ្នកលក់កាហ្វេតាមដងផ្លូវទេរាល់ការទិញកាហ្វេម្ដងយើងត្រូវតែស្វែងរកថានៅណាមានការលក់កាហ្វេមានតូបលក់កាហ្វេមានហាងលក់កាហ្វេប៉ុន្តែឥឡូវអត់ទេនៅភ្នំពេញនៅកន្លែងណាក៏មានលក់កាហ្វេដែរយើងគ្រាន់តែយើងជិះកាត់តាមដងផ្លូវហ្នឹងមកជួរផ្លូវហ្នឹងយ៉ាងណាក៏មាន3 4តូបដែរអញ្ចឹងវាពិតជាងាយស្រួលនៅក្នុងការទិញខ្លាំងមែនទែនមែនដូចពីមុនយើងត្រូវចំណាយពេលច្រើនជិះទៅជិះមករកកាហ្វេតែឥឡូវគឺអត់ទេគឺកាត់បន្ថយការធ្វើដំណើរឆ្ងាយហើយយើងរហ័សហើយងាយស្រួលទៀតដោយតែដាច់ជាងគេគឺមានដូចជា5 6មុខដែរបងមានដូចជាអាយឡាតេឬក៏កាហ្វេដោះគោម៉ាឆាយើងមានម៉ាឆាឡាតេម៉ាឆាគ្រីមនិងម៉ាឆាស្ទ្រូប៊េរីព្យាយាមគ្រប់គ្រងកាហ្វេទោះបីជាមានកាហ្វេនៅតាមផ្លូវមែនប៉ុន្តែអ្វីដែលយើងធ្វើទៅគឺត្រូវតាមស្តង់ដារយើងមិនមែនថាចេះតែធ្វើឲ្យអស់គួចតែពីដៃអត់ទេយើងត្រូវមានក្រិតក្រមឬក៏គេហៅថាបទពិសោធន៍នៅក្នុងវិស័យកាហ្វេហ្នឹងអញ្ចឹងពេលដែលយើងធ្វើទៅគឺយើងអាចតាក់ទាញភ្ញៀវកាន់តែច្រើនមិនថាអ្នកថ្មីឬក៏អ្នកចាស់ទេយល់ទៅឥឡូវរបៀបកាហ្វេក៏ច្រើនហើយអ្នកលក់តាមដងផ្លូវក៏ច្រើនអញ្ចឹងយើងសំខាន់ជាងគេយើងគឺផ្ដោតលើរសជាតិ
បើសិនជាខ្ញុំអត់មានគ្រឿងផ្សំដែលខ្ញុំលក់គោលហើយគឺខ្ញុំអត់លក់ឲ្យជាវកាហ្វេខ្ញុំអត់ហ្វីនហើយក៏អត់ម៉ាស៊ីនរបៀបកាហ្វេយើងឆុងដៃបានប៉ុន្តែយើងប្រើកាហ្វេគឺយួរកាហ្វេមកពីមានដេប៉ូគេធំហើយចេញពីក្រសួងគេត្រឹមត្រូវសម្រាប់ការលក់កាហ្វេវាអត់មានអីស្រួលហើយក៏វាអត់ពិបាកដែរអាហ្នឹងត្រូវការភាពតស៊ូនិងអត់ធន់ហើយបើសិនជាយើងអត់មានលទ្ធភាពចាប់ផ្ដើមពីតូចមកល្អ សម្រាប់អាជីវកម្មយើងម្ដងសប្តាហ៍ថ្ងៃនេះគឺចាប់ដើមអស់រយៈពេល12ឆ្នាំមកហើយសម្រាប់កាហ្វេនៅក្នុងស្រុកវិញគឺយើងមាននាំចូលជាប្រភេទខេត្តមណ្ឌលគិរីនិងខេត្តស្ទឹងត្រែងសម្រាប់កាហ្វេក្រៅស្រុកវិញយើងមាននាំចូលជាពូជកាហ្វេកូឡុំបៀអារ៉ាប៊ីកាកូឡុំបៀក៏ដូចជាប្រេស៊ីលអ៊ីតាលីអាមេរិកហើយនិងវៀតណាមនិងឡាវផងដែរដែលសុទ្ធសឹងតែជាប្រភេទកាហ្វេដែលយើងលេងធ្វើនៅក្នុងស្រុកទាំងអស់តែម្ដងសម្រាប់គោលដៅអតិថិជនយើងវិញគឺ25ខែក្រុងតែម្ដងសម្រាប់ឈុតម៉ាស៊ីនវិញគឺយើង free វិភាសាជូនគាត់តាមកញ្ចប់ថវិការបស់គាត់ផងដែរគឺយើងមានគ្រប់ខ្នាតតែម្ដងអញ្ចឹងបើសិនជាគាត់ចង់ខ្នាតទូចក៏បានខ្នាតធំក៏បានគឺយើងវិភាសា free ជូនគាត់មានការបង្រៀនក៏ដូចជាមានការធានាជូនគាត់យ៉ាងច្បាស់លាស់ទៅលើម៉ាស៊ីនផងដែរហើយមួយទៀតបើសិនជាគាត់មិនមានថវិកាគ្រប់គ្រាន់ក៏យើងមានដៃគូសម្រាប់ក្នុងការបង់រំលោះផងដែរ